មហាសង្ក្រាន្តឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026មហាសករាជ1948ចុលសករាជ1388សុភមស្តុវរមង្គលាចយាតិរេព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលមកដល់នៅក្នុងថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីពេលនោះព្រះអាទិត្យចេញពីមីនៈឫស្សីទៅស្ថិតនៅឯមេសៈឫស្សីតាមផ្លូវគូវិថីគឺផ្លូវកណ្ដាលទើបមានទេវៈធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរិក្ខសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារជ្ជការទ្រង់អំពរពណ៌ខ្មៅលំអនៅព្រះការដោយសិទ្ធិឈុកអភរណៈកែវមនោរាភក្សាហាទ្រង់លោហិតឈាមប្រហោះស្ដាំទ្រង់ធ្នូប្រហោះឆ្វេងទ្រង់ត្រីសូគង់ឈរបើកព្រះនេត្រលើក្នុងមនុម័យសេះជាមគ្គពីហណៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មលីនាទីភ្នំកេលេសខេត្តហេមពៀនដែលជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកមកតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនន្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់កុសពរាជទាំង7ត្រជាក់ខ្សែងខ្សានព្រះរាជហឫទ័យហើយនាំគ្នាទៅសមាទានរក្សាសិលដោយសមនស្សរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជនមីយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខខ្សែងខ្សានតរៀងទៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកជាថ្ងៃចូលឆ្នាំវរមហាសង្ក្រាន្តថ្ងៃពុធ13រោចខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2026ជាថ្ងៃវរវណ្ណបតថ្ងៃប្រហ័ស14រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 14:40 នាទីនិង12វិនាទីជាថ្ងៃវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ជាសកលឆ្នាំមមីអត្តស័កមហាសករាជ1948ចុលសករាជ1388តទៅនៅក្នុងឱកាសសង្ក្រាន្ត3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអុជប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់អាក្រក់អន្តេរថីជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈ្លាននេះដែលកើតមាននៅក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសុំទានតាមប្រពៃណីរក្សាសិល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្វសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរដាប់ទទួលទេវតារដាប់ទទួលទេវតាតាមទំនៀមបុរាណរៀងរហូតមកត្រូវរៀបរៀងទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវក្រាលសម្ពត់ពណ៌សហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់មួយគូបាយសី7ថ្នាក់មួយគូបាយសី5ថ្នាក់មួយគូបាយសី3ថ្នាក់មួយគូបាយសីបច្ឆាមួយគូស្លាធម៌មួយគូទឹកអប់មួយគូទៀន5ធូប5លេខ5ផ្កា5ដាក់លើជើងពៀនមួយគូចេកនួនចេកណាំវ៉ាដាក់លើជើងពៀនមួយគូផ្លែឈើ11មុខរៀបដាក់លើជើងពៀន11គូដូងឡាវមួយគូទឹកស្អាត2កែវស្រេចហើយទៅវេលាដែលទេវតាចុះមកត្រូវជួបជុំគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃ
ង្ឃជាទីពឹងទីរលឹកលុះចាប់ពិធីទទួលទេវតាចំពោះបាយសី9ថ្នាក់7ថ្នាក់ទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមានិងមានអនុវត្តនៅព្រះបរមរាជវាំងតែចំពោះប្រជារាស្ត្រគួរធ្វើត្រឹម5ថ្នាក់ចុះមកឬរៀបគ្រឿងសក្ការៈបូជាដែលមានទៀន5ធូប5ស្លាធម៌កូនចេក1គូក៏ល្មមសមគួរដែរចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រគួររៀបឲ្យបាន3មុខឬ5មុខក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួននៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិភួងពីលើគ្រប់ដង្វាយនៅលើជើងពាននិងលើបាយសីហើយត្រូវដោតទៀនហើយដុតបំភ្លឺ